วิธีធ្វើចេកសាយឿងាយៗដែលបងប្អូនភាគច្រើនអ្នកខ្លះក៏ស្គាល់អ្នកខ្លះទៀតក៏អត់ស្គាល់ដែរសម្រាប់ចេកសាយឿនេះភាគច្រើនអ្នកនៅបាត់ដំបងប្រកាសជាស្គាល់ហើយដោយសារខ្ញុំមានដើមកំណើតពីខេត្តបាត់ដំបងអញ្ចឹងទៅខ្ញុំចង់ចែកម្លែកបងប្អូនពីម្ហូបឆ្ងាញ់ៗនៅខាងខេត្តបាត់ដំបងអញ្ចឹងណាចាហើយបងប្អូនទាំងអស់គ្នាយើងមកមើលវិធីធ្វើជាដំបូងនេះយើងត្រូវស្ងោរចេកដាក់ដាំទឹកស្ងោរចេកចោលទៅហើយចាំយើងមកលីងល្ងយើងលីងឲ្យវាពណ៌រាងក្រហមហើយយកទៅបុកបន្ទាប់មកអ្នកទាំងអស់គ្នាមកស្រោះសាគូចាហើយចេកយើងឆ្អិនហើយយើងធ្វើការចាត់ទុកម្លាយចេះទៅស្រស់សាគូឆ្អិនហើយអ្នកទាំងអស់គ្នាធ្វើការដាំជាមួយនឹងទឹកខ្ទិះដូងពេលដែលទឹកខ្ទិះដូងពុះហើយអ្នកទាំងអស់គ្នាដាក់សាគូដែលយើងស្រស់មិញចូលហើយដាក់ស្ករប្រហែលជា5លាបព្រាកាហ្វេហ្នឹងខ្ញុំដាក់អត់សូវផ្អែមទេអ្នកទាំងអស់គ្នាហើយដាក់អំបិលម្ជិបចាបន្ទាប់មកយើងកូរវាទៅហើយអ្នកទាំងអស់គ្នាមកលាយម្សៅឆាយើងដាក់ទឹកបន្តិចទៅលាយជាមួយនឹងម្សៅឆាយើងដាក់ទៅដើម្បីឲ្យខ្ទិះដូងយើងមានសភាពខាប់ជាងមុនអញ្ចឹងដោយសារខ្ទិះដូងនេះខ្ញុំបានទិញគេខ្ញុំយកពូតខ្លួនឯងនៅសល់តែបន្តិចអញ្ចឹងទៅវាពណ៌អត់សូវស្អាតទេហើយបន្ទាប់មកអ្នកទាំងអស់គ្នាបានជាមួយនឹងចេកសាយឿមួយចានដែលមានជាមួយនឹងខ្ទិះដូងនិងល្ងលីងឈ្ងុយអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកធ្វើបានបន្ទាប់ពីធ្វើហើយចានឆ្នាំងកូរដូចភ្នំចឹងបងប្អូនដែលមានបញ្ហាក្លៀកខ្មៅក្លៀកដុំពោកមានក្លិនផ្សាអាចជ្រើសរើសជាមួយលេក្លៀក LY ពីខាងខ្ញុំបានក៏មានលេចិន VHE ជាប្រភេទលេសុទ្ធមកពីប្រទេសចិនបងប្អូនចំណាប់អារម្មណ៍អាចឆាតចូល page បានអរគុណ